ចាជំរាបសួរកូនរបស់គ្នាអរគុណព្រះអង្គសម្រាប់ថ្ងៃនេះដែលយើងមកជួបគ្នាជាថ្មីនៅក្នុងសប្តាហ៍ថ្មីចាចឹងថ្ងៃនេះដែរអ្នកគ្រូមានកិច្ចការថ្នាក់ទី5មួយទាក់ទងនឹងមេរៀនទី7គឺគណនាផលបូកចំនួនទស្សភាគចាអញ្ចឹងដើម្បីយើងអាចធ្វើចំនួនទស្សយើងអាចបូកចំនួនទស្សភាគបានតើកូនអាចនឹងមើលនិយមន័យចាយើងត្រូវស្គាល់ពីនិយមន័យរបស់ចំនួនទស្សភាគដែរអញ្ចឹងអ្នកគ្រូមាន3ចាអ្នកគ្រូសរសេរនៅលើនេះហើយយើងអានទាំងអស់គ្នាអញ្ចឹងទី1យើងត្រូវសរសេរចំនួនឲ្យត្រូវតាមខ្ទង់និងចំណុចទស្សភាគឲ្យត្រង់គ្នាពីលើចុះក្រោមចាទី2ថែម0ដើម្បីឲ្យមានខ្ទង់ស្មើគ្នាទី3ធ្វើប្រមាណវិធីបូកធម្មតាអញ្ចឹងម្ដងទៀតអញ្ចឹងទី1គឺយើងត្រូវសរសេរចំនួនឲ្យត្រូវឲ្យត្រូវតាមខ្ទង់និងចំណុចទស្សភាគឲ្យត្រង់គ្នាពីលើចុះក្រោមចាទី2ថែម0ដើម្បីឲ្យមានខ្ទង់ស្មើទី3ធ្វើប្រមាណវិធីបូកធម្មតាអញ្ចឹងវាអត់ទៅខុសពីចំនួនសំដៅពីការបូកលេខធម្មតាមានន័យកូនចាគាត់ថាខុសត្រង់ថាគេឲ្យយើងទៅសេចំនួនចុចហ្នឹងឲ្យត្រង់ពីលើចុះមកក្រោមហើយនឹងថែម0បើសិនជាលេខនៅខាងស្ដាំចំនួនទស្សភាគរបស់យើងអត់ស្មើគ្នាយើងត្រូវថែម0មែនទេគាត់ចាហើយនឹងមួយទៀតគឺធ្វើវិធីបូកធម្មតាមកអញ្ចឹងកូនមកធ្វើវិធីបូកជាមួយនឹងអ្នកគ្រូតោះអញ្ចឹងលំហាត់កគ្រូលើកចូលមកពីលំហាត់ទី1ចាគឺ6ចុចចាចិត្ត8បូកឲ្យចា8អញ្ចឹងចុចគឺយើងត្រូវតែទម្លាក់មកឲ្យស្មើហើយក៏យើងអត់អាចនៅដាក់ចំណុចទស្សភាគហ្នឹងនៅកណ្ដាលដែរគួរត្រូវនៅខាងក្រោមណាចាអញ្ចឹងសូមកូនសរសេរឲ្យត្រូវតាមខ្ទង់វាមកហើយយើងតម្លាក់ចុចហ្នឹងក៏ឲ្យស្មើនៅចុចខាងលើដែរចាអញ្ចឹងយើងបូកមកយើងបូកធម្មតាដូចដែលយើងបូកលេខធម្មតាអញ្ចឹងកូនចាអញ្ចឹង8បូក2ហ្មងកូនចាគឺ10អញ្ចឹង10យើងសរសេរលេខ0ត្រាតុក1ចា1បូក7គឺ8 8បូក4ហ្មងក៏12អញ្ចឹងយើងសរសេរលេខ2ត្រាតុក1អញ្ចឹងយើងតម្លាក់អីគេចុះចាតម្លាក់ចុចមែនទេកូនចាអញ្ចឹងយើងមើលត្រង់លើឲ្យស្មើគ្នានឹងអញ្ចឹងកូនតម្លាក់ធ្វើម៉េចឲ្យស្មើនេះហើយត្រូវលេខរបស់យើងដែរតោះ1បូក6 7 7បូក8ហ្មងកូន10 15ចាចាអញ្ចឹងចម្លើយរបស់យើងគឺ15.20ចា15.20ចឹងឃើញទេកូនចាអញ្ចឹងយើងអត់ចុចនៅកណ្ដាលចេះណាកូនចាគឺយើងចុចនៅខាងក្រោមណាចុចនៅកណ្ដាលគឺខុសហើយចាតឥឡូវយើងចូលដល់លំហាត់ខអញ្ចឹងលំហាត់ខក៏អត់ខុសពីលំហាត់កដែរគឺយើងធ្វើធម្មតាមកចាដាក់លេខទៅត្រូវតាមខ្ទង់អីចឹងមកចា12ចាចុចណាចាចុច52បូកឲ្យណាកូនចា6ចុចមើលស្មើទៅកូនមើលផងចា55ពេចាអូបើតោះគូអត់ស្អីផងចាតោះអញ្ចឹងអាកន្លែងដែលគេបញ្ជាក់ថាថែម0ដើម្បីឲ្យមានខ្ទង់នោះឧទាហរណ៍ថាលេខដែលនៅខាងស្ដាំនៃចំនួនទស្សភាគរបស់យើងមានតែលេខ5ចេះចាឃើញទេកូនឥឡូវគឺយើងមានលេខពីខ្ទង់តែដល់ពេលខាងក្រោមមានលេខតាមមួយខ្ទង់អញ្ចឹងអាហ្នឹងទៅយើងថែម0តែនេះលេខរបស់យើងមានហើយមែនទេកូនចាអញ្ចឹងយើងអត់ចាំបាច់ថែម0តាមនិយមន័យរបស់គេមែនទេអញ្ចឹងយើងធ្វើការបូកធម្មតាមកចា2បូក7គឺ9ចា5បូក5គឺ10 10សរសេរលេខ0ត្រាតុក1អញ្ចឹងយើងតម្លាក់អីគេកូនចាតម្លាក់ចុចឲ្យស្មើគ្នាចា1បូក2គឺ3 3បូក6គឺ5 4ចា9 1តម្លាក់ចុចចាហ្នឹងយើងសរសេរលេខ1មកចាអញ្ចឹងឃើញម៉ែកូនអានេះអ្នកគ្រូសេរៀងវែងបន្តិចទៅវាចង់លើចុចនេះចា19.5ចាចុចរបស់យើងដាក់ហ្វូនមកខាងពេចឹងបានដែរអញ្ចឹងនេះគឺជាការធ្វើប្រមាណវិធីបូកចំនួនទស្សភាគជាមួយនឹងចំនួនទស្សភាគអញ្ចឹងអ្នកគ្រូសង្ឃឹមថាពេលដែលកូនត្រឡប់ទៅផ្ទះវិញកូនអាចនឹងមើលលំហាត់របស់យើងនៅក្នុងសៀវភៅបន្ថែម
តទៅនឹងការបូកចំនួនទស្សភាគជាមួយនឹងចំនួនទស្សភាគចាដើម្បីឲ្យកូននឹងចងចាំហើយក៏ដូចជាជួយឲ្យកូនកាន់តែចេះជាមុនផងដែរហើយក៏ដូចជាជួបគ្នាជាមួយនឹងអ្នកគ្រូនៅសប្តាហ៍ក្រោយចាអរគុណជំរាបលា